កកោកដៀងខ្ញុំជឿជាក់ថាភាគច្រើនមានតែបងប្អូនខាងព្រៃវែងហើយស្វាយរៀងតែមិនស្គាល់ម្ហូបនឹងដោយសារតែមកពីស្រុកបងប្អូនចឹងមិនមានកដៀងស្លហើយថ្ងៃនេះខ្ញុំស្លកដៀង5ដុំបងប្អូនបេះស្លឹកហាន់កង់ហើយយកមកបុកឲ្យម៉ត់ឃើញប៉ុណ្ណេះបងប្អូនយកមកច្បាច់ជាមួយអំបិលដើម្បីកាត់បន្ថយជាតិល្វីងដោយសារកដៀងហ្នឹងបើយើងអត់ធ្វើអញ្ចឹងទេល្វីងខ្លាំងបងប្អូនហើយខ្ញុំយកមកលាងទឹកខៀវហ្នឹងគឺទឹកល្វីងនឹងឯងបងប្អូនហើយខ្ញុំបន្តលាងតតែថ្លាទឹកហើយអង្គលាងបានលាងខ្លួនឯងចេះឈ្ងុយបងប្អូនរៀបចំគ្រឿងហើយអស់ហើយខ្ញុំចាប់ផ្ដើមស្លតែម្ដងបំពងខ្ទឹមឲ្យឈ្ងុយមកដាក់សាច់ជ្រូកច្រាំហើយខ្ញុំបន្ថែមទឹកត្រីរំដេងដំស្លឹកក្រូចស្លឹកគ្រៃដែលខ្ញុំបានញីហើយបងប្អូនដាក់ចូលឆាមួយគ្នាឲ្យឈ្ងុយហើយខ្ញុំបន្ថែមទឹកដើម្បីរំងាស់ឡើងពុះហើយខ្ញុំជ្រុំប្រហុកបងប្អូនចូលចិត្តប្រហុកចាស់ឬខ្ចីបងប្អូនអាចដាក់តិចច្រើនតាមចំណង់ចិត្តហើយខ្ញុំចាប់ផ្ដើមដាក់គ្រឿងប៊ីចេងម្សៅស៊ុបអំបិលហើយខ្ញុំដាក់បន្លែចូលតែម្ដងបងប្អូនជាចុងក្រោយខ្ញុំបន្ថែមនឹងកលីងនេះបងប្អូនចូលចិត្តខាប់ឬរាវបងប្អូនដាក់តិចច្រើនតាមគ្រួសារនីមួយអញ្ចឹងបងប្អូនខ្ញុំចូលចិត្តរៀងខាប់អញ្ចឹងខ្ញុំដាក់កលីងរៀងច្រើនបន្តិចបងប្អូន